Ok,សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះ Channel ខ្មែរ Knowledge សូមបង្ហាញបងប្អូនអំពីរបៀបនៃការសម្អាតកម្មវិធីផ្សេងៗនៅលើទូរស័ព្ទអញ្ចឹងណាទូរស័ព្ទ iPhone អញ្ចឹងគឺការសម្អាតគឺយើងសម្អាតទី1សម្អាតទៅលើ file browser ទៅលើ file ទី2សម្អាតទៅលើ Safari អញ្ចឹងទៅលើ file ហ្នឹងគឺដែលបងប្អូនបាន download ពី Google អីចឹងទៅណា save ពី Google ឬ down ពី Google ទៅវាអត់ដឹងទៅចូលកន្លែងណាទេអញ្ចឹងបងប្អូនខ្លះរកអត់ឃើញទេពេលខ្លះយើង down ពី Google save ពី Google មកវាចូលទៅក្នុង file អញ្ចឹងណាចូលទៅក្នុង file មិនថា down ជាសៀវភៅ down ជាអីក៏ដោយវាអាចភាគច្រើនចូលទៅក្នុង file អញ្ចឹងណាអញ្ចឹងដើម្បីទៅលុបអាអ្វីដែលយើង down នឹងចោលអូខេបងប្អូនអាច scroll មករកពាក្យថា file នេះ file នេះមកបងប្អូន scroll មករកពាក្យ file ហើយបងប្អូនយកពាក្យថា download នៅខាងលើនេះអូខេអញ្ចឹងពេលដែលបងប្អូនចុច download ខាងលើហ្នឹងអញ្ចឹងគឺយើងឃើញអ្វីដែលយើងបាន down ហើយណាអ្វីយើងបាន down ហ្នឹងគឺវាចូលក្នុងនេះដូចជានេះជាសៀវភៅជាដើមអញ្ចឹងណាអូខេសៀវភៅជាដើមយើងបាន save ឬក៏យើងបាន down អីវាចូលក្នុងហ្នឹងអូខេខ្ញុំចូលចោលសិនវាចូលនៅក្នុងហ្នឹងអញ្ចឹងយើងលុបវាចោលណាយើងលុបវាចេញយើងចុច3នៅខាងលើនេះមកអូខេយើងយកពាក្យថា select ហើយយើង select all មក select all នៅខាងលើនេះមកអូខេអញ្ចឹងយើងចុចកន្លែងធុងសម្រាមនៅខាងក្រោមនេះមកអូខេចុចនឹងមកវានឹង delete ហើយអញ្ចឹងសម្រាប់ទូរស័ព្ទ iPhone គឺយើង delete តែម្ដងវាអត់ទៅទេម្ដងអត់ទៅទេអញ្ចឹងគឺយើង back មកវិញមកសញ្ញាព្រួយនេះ back មកទៀតមកអូខេបន្ទាប់ពីបងប្អូន back មកបងប្អូនយកកន្លែងធុងសម្រាមណារូបធុងសម្រាមនេះអូខេចុចលើហ្នឹងមកបន្តមកទៀតបងប្អូន select ចុច3នៅខាងលើយកពាក្យ select ហើយ select all នេះមកបងប្អូនចុច delete ណា delete មកតង់ទៀតអូខេ delete ទៅវាបាត់អញ្ចឹងគឺអ្វីដែលយើងបាន down មកគឺយើង delete ចោលអស់ហើយហ្នឹងហើយចាំបងប្អូនអាចចូលមើលកន្លែងហ្នឹងទៅបើមានបងប្អូន delete ចោលទៅណាអ្វីដែលយើងមិនគួរទុកអូខេហ្នឹងចំណុចទី1ចំណុចទី2គឺយើងចូលមកកាន់នៅ setting អូខេ setting ទូរស័ព្ទរបស់យើងបន្ទាប់ពីបងប្អូនចូលមកកាន់ setting ហើយយើង scroll មកក្រោមបំផុតមកបងប្អូនយកពាក្យថា app អូខេបន្ទាប់ពីបងប្អូនយកពាក្យថា app ហើយយើង scroll មកក្រោមទៀតយើងរកពាក្យថា Safari ណា Safari នេះ Safari ចុចលើនឹងមក Safari ហ្នឹងគឺអ្វីដែលយើងបាន search នៅក្នុង Google ពេលចាំបងប្អូនលេងជា Safari ណាលេងជាប្រភេទជីហ៎អូខេហើយបងប្អូនលេង Google គឺលេង search នៅក្នុងហ្នឹងគឺ search Safari អញ្ចឹងណាហ្នឹងហើយ search នៅក្នុងហ្នឹងអញ្ចឹងអ្វីដែលយើងបាន search នៅក្នុងហ្នឹងអញ្ចឹងណាយើង clear វាចោលអូខេដើម្បី clear គឺយើងចូលមិញណាចូល setting ហើយចូល Safari ហ្នឹងមកអញ្ចឹងបងប្អូនកន្លែងនេះគឺបងប្អូន default នេះ browser app នេះបងប្អូនយកកន្លែង Safari នេះមកអូខេ Safari បន្តមកបងប្អូន scroll មកក្រោមទៀត scroll អូខេ scroll មករកពាក្យថា clear history and web data ណា and website data ហ្នឹងមកបងប្អូន select លើហ្នឹងមកអូខេអញ្ចឹងវាបញ្ជាក់ប្រាប់យើងថាយើងclear រយៈពេលប្រមាណខាងលើនេះគឺ1ម៉ោងអានេះ1ថ្ងៃអានេះ
ថ្ងៃហ្នឹងនឹងម្សិលមិញអញ្ចឹងមានន័យថាយើងបាន search 1ម៉ោងមុនយើង clear ចោលឬ search 1ថ្ងៃហ្នឹងយើង clear ចោលឬក៏ថ្ងៃហ្នឹងឬក៏ថ្ងៃម្សិលមិញយើង clear ចោលអញ្ចឹងយើងអត់អញ្ចឹងទេយើងចង់ clear ចោលទាំងអស់បងប្អូនយក all history select លើ all history ហ្នឹងមកបងប្អូនយកពាក្យថា clear history អូខេអញ្ចឹងគឺយើង clear វាចោលអស់ហើយនៅក្នុង browser នេះអ្វីដែលយើងបាន search គឺបាត់អស់ហើយណាគឺយើង clear ចោលអស់ហើយហ្នឹងយើង clear ទៅលើ Safari មួយទៀតយើង clear ទៅលើ Chrome អូខេ clear ទៅលើ Google Chrome មួយទៀតបងប្អូនលេង Google Chrome បងប្អូន clear ទៅលើ Google Chrome បងប្អូនចុចកន្លែងខាងលើនេះមិញមកយើងដាក់ Google Chrome មកអូខេ Chrome មកយើង back មកវិញមកហើយយើងចូលមកកន្លែង clear វិញមកនេះ clear មកអូខេ clear history and data ហ្នឹងដូចគ្នាមកអូខេចុច all history អូខេអញ្ចឹងការ clear របស់យើងគឺរួចរាល់ហើយគឺ clear ចោលអស់ហើយទាំង Google Chrome ទាំងប៉ុន្តែ Google Chrome កន្លែងដែលវាបាន save នៅខាងលើនេះគឺវានៅដដែលទេណាបងប្អូនណាវាបាត់តែក្នុង history កន្លែងនេះទេកន្លែង history នេះគឺបាត់អស់ហើយណាអូខេហើយបើយើងចង់ clear នៅក្នុង history ទៀតយើងអាចចុចណា delete browser data នេះមកអូខេយើងចុច delete data នេះមកយើង clear នៅ history នេះទៀតហើយហ្នឹងហើយអញ្ចឹងយើងចូល history មកគឺអត់មានអីទៀតទេអ្វីដែលយើងបាន search ណាហ្នឹងហើយតែអ្វីដែលយើង search នៅខាងលើនេះគឺវានៅជាប់ដដែលបងប្អូនអាចលុបវាចោលក៏បានអូ scroll មក delete វាចោលមកអូខេ scroll ហើយ delete ចោលតាមហ្នឹងមកបងប្អូនអាច scroll ហើយ delete ចោលតាមហ្នឹងអញ្ចឹងណាហ្នឹងហើយអានេះអ្វីដែលយើង clear នៅក្នុង browser ហើយនឹង file ដែលយើងបាន download អូខេអញ្ចឹងគឺវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាហើយបងប្អូនកុំភ្លេចជួយ subscribe ម្នាក់មួយផងដើម្បីនឹងទទួលបានចំណេះដឹងថ្មីៗជាបន្តទៀតបាទសូមអរគុណ